នៅក្នុងពិភពមួយនេះសម្បូរទៅដោយ entity horror ជាច្រើនខ្លាំងមែនទែនដែលយើងត្រូវ explore មួយនេះក៏ដូចគ្នាខ្ញុំកំពុងនៅក្នុង creative mode ស្រាប់តែ mode មួយនេះ entity មួយនេះ kill ខ្ញុំនៅពេលដែលខ្ញុំនៅក្នុង creative នេះគឺជា entity មួយដែលអាចលូនបាន Goatman នេះគឺជា entity ទាំងអស់ដែលនៅក្នុងពលនេះមានទាំង dweller ដូចគ្នា welcome បើសិនជាអ្នកនរគ្នាមានបញ្ហាខ្សោយបេះដូងខ្ញុំអត់ recommend ឲ្យលេង mod នេះទេដោយសារតែយើងទៅណាក៏វាអត់ safe ដែរយើងចង់គួរទៅដល់ទីណាក៏វាអត់ safe មិនថាយើងនៅក្នុង creative ឬក៏ survival យើងស្លាប់តែហូបបានមួយថ្ងៃឯង that's good មិនតន់ចង់ងាប់ឯងនេះហ្គេមគេតម្រូវឲ្យលេងច្រើនអ្នកតាតែលេងម្នាក់ឯង